លោកគ្រូលោកគ្រូ ពីរតនសម្បត្តិដែលមានតម្លៃជាងគេមកបើឯងមិននិយាយទេប្រយ័ត្នខ្ញុំធ្វើយ៉ាងណាឆាប់តែបានហើយតែយ៉ាងថាខ្ញុំទេរាប់លេខទៅ1 2 3 4 5 ពួកយើងបានបងប្អូនម្នាក់ហើយពួកយើងមិនអាចឲ្យគេធ្លាក់ក្នុងកណ្ដាប់ដៃមនុស្សអាក្រក់បានទេពួកយើងត្រូវតែជួយគេមែនហើយពួកយើងគួរតែជួយគេហើយពួកយើងជួយគេដោយរបៀបណាពួកគេមានទ្រព្យបែកគឺខំមកពីខ្ញុំហ្វាមិនគួរចោលទៅកន្លែងនោះទេលោកគ្រូបានបង្រៀនពួកយើងហើយត្រូវចេះស្រឡាញ់គ្នាត្រូវចេះស្រឡាញ់លោកគ្រូត្រូវចេះស្រឡាញ់បងប្អូនពួកយើងថ្ងៃនេះមានទ្រព្យពួកយើងត្រូវតែជួយគេអ្នកទាំងអស់គ្នាខ្លាចឬក៏អត់មិនខ្លាចទេហ្វាដឹងថាពួកយើងចង់ជួយគេទេខ្ញុំនឹកឃើញហើយកុំចំកូនប្រាគឺអត់យ៉ាងណាកូនតន់ខ្លាំងណាស់គឺត្រូវផ្លាស់ទីឲ្យដល់ពេកវិញ្ញាណនៅក្នុងការត្រៀមខ្លួនរួចហើយណាហើយបងប្អូនដ៏ស្មោះត្រង់របស់ឯងស្លាប់ដោយសារប្របាយអស់ហើយបើមិនអញ្ចឹងទេពួកគេមកជួយឯងហើយទោះជាឯងយំក៏គ្មានប្រយោជន៍អីដែរទោះជាឯងយំក៏គ្មានអ្នកណាមកជួយឯងដែរហ្វាឯងធ្វើអីហ្នឹងធ្វើផ្លឹងសញ្ញាលោកគ្រូនិយាយថាមកកាត់ផ្លឹងសញ្ញាគឺសំខាន់ណាស់ខ្ញុំដឹងហើយអឡដាឯងដឹងស្អីខ្លះខ្ញុំដឹងថានេះជាស្អីហើយវាជាស្អីយ៉ាងម៉េចហេមានន័យថាម៉េចនេះគឺភ្នែកដើមខាងទៀតរបស់លោកគ្រូខ្ញុំភ្នែកដើមខាងទៀតឯងនាំខ្ញុំទៅរកភ្នែកដើមខាងទៀតថ្ងៃស្អែកល្អនេះសន្យាមកសន្យាណាហើយឆ្ងាយទៀតឯណាហើយគេចង់រត់ទៀតហើយកុំឲ្យគេរត់សោះតាមចាប់គេបានហើយចាប់គេបានបើយើងចាប់ឯងមកយើងនឹងស៊ីឯងទៅហើយចាំមើលអើយអូយញ៉ាតាមមកដាក់យកចូលដល់ដាក់យកចូលនឹងទីនេះសិនហើយណាមនុស្សខ្ពស់អូយថ្មីរបស់ខ្ញុំបាក់ហើយលោកគ្រូនិយាយថាថ្មីមិនអាចលាក់បាត់បានទេយកកូនយកខ្ញុំរកឃើញហើយ